ចាប់ផ្ដើមជាមួយនឹងភូមិផ្កាតូចឈុតបត់ហើយធានាថាមកស្អាតមកខ្ជូតមកស្លាញ់យើងបត់ដាក់ធ្វើជាបន្តោងក៏បានបត់ធ្វើពយួរទុកក៏បានដែរយើងបត់វាកម្មញ៉ៃជា2អញ្ចឹងទៅហើយយើងកាច់វាជា3ចំណែកពេលដែលបាន3ចំណែកហើយយើងត្រូវពាត់វាកាច់រៀងជា3ជ្រុងប៉ុន្តែអញ្ចឹងឲ្យបានច្រើននៅពេលបានច្រើនយើងចាប់ផ្ដើមដោតវាតែម្ដងដោតហើយបន្តមកយើងដាក់បដូរពណ៌ស2ទៀតទៅដើម្បី highlight វាឲ្យបានស្អាតអញ្ចឹងបើកាលណាយើងអត់មាន highlight ពណ៌សទេវាអត់សូវស្អាតទេខាងក្រោមគេបំផុតគឺយើងធ្វើផ្កាដោបហើយខាងក្រោមមួយទៀតគឺយើងមូលតងឲ្យទៅជាបដូររបស់ផ្កាពណ៌សឡើងពណ៌ផ្ទៃមេឃចុងក្រោយយើងបិទផ្កាបន្ថែមសងខាងការងារនេះបានរួចរាល់ជាស្រេចភួងបលិសមួយភួងគឺបានរួចរាល់ហើយអូខេស្អាតអត់បងប្អូនឈូតអរគុណច្រើន